ម៉ែមិនមែនវង្វេងមួយពេលទេអីម៉ែឯងនោះមិនមែនវង្វេងទេម៉ែឯងនោះគឺលោកភ្លុនហើយនៅចង់ឲ្យមួយគ្រួសាររ៉ាប់រងជំនួសម៉ែឯងទៀតឆាវយិនឯងនិយាយឲ្យតិចទៅខ្ញុំនិយាយឲ្យតិចម៉ែឯងលួចរបស់ផ្ទះគេត្រូវគេចាប់បានរួចក៏ត្រឡប់មកវិញទាំងអាម៉ាស់ត្រឡប់មកវិញក៏ហីទៅចុះម៉ែឯងនៅតែទៅយំប្រាប់គេគ្រប់កន្លែងថាគេធ្វើបាបម៉ែឯងលទ្ធផលយ៉ាងម៉េចគេបញ្ជូនភស្តុតាងចូលក្នុងគ្រប់ធ្វើឲ្យពួកយើងត្រូវគេនិយាយដាំដែរម្សិលមួយថ្ងៃខ្ញុំទៅផ្សារនៅទីប្រជុំជនមានគេចំណាំខ្ញុំបានសួរខ្ញុំពីរឿងម៉ែឯងចំមុខម៉ែឯងគិតមើលថាថ្ងៃក្រោយខ្ញុំធ្វើមនុស្សយ៉ាងម៉េចឥឡូវម៉ែឯងត្រឡប់មកវិញដឹងថាខ្មាស់គេហើយពេលលួចរបស់គេមិនក៏មិនគិតពេលម៉ែឯងដោះខ្សែក្មេងគេមិនក៏មិនគិតក្មេងនោះទើបតែអាយុប៉ុន្មានឆ្នាំម៉ែឯងដាច់ចិត្តធ្វើទៅរួចម៉ែមិនបានគិតច្រើនដល់ថ្នាក់ហ្នឹងទេមិនបានគិតច្រើនដល់ថ្នាក់ហ្នឹងម៉ែឯងគ្រាន់តែគិតថាយករបស់គេជារឿងត្រឹមត្រូវម៉ែឯងគិតថាគេមានលុយគួរតែឲ្យម៉ែឯងគិតថាសាច់ញាតិគឺទុកឲ្យម៉ែឯងកេងចំណេញឥឡូវល្អហើយកេងចំណេញមិនបានថែមទាំងទាញមួយគ្រួសារចូលទៀតបានហើយនិយាយឲ្យតិចទៅបងឯងកុំមកសម្របសម្រួលបើម៉ែមិនកែទេថ្ងៃក្រោយគ្រួសារយើងរស់នៅមិនកើតទេខ្ញុំនិយាយអាក្រក់ទុកមុនបើដោយសាររឿងនេះខ្ញុំចេញក្រៅងើបមុខមិនរួចទេយើងទាំងពីរក៏មិនបាច់រស់នៅជាមួយគ្នាដែរម៉ែឯងយកអីហ្នឹងម៉ែចង់ធ្វើស៊ុបពងមាន់ទុកឲ្យខ្ញុំអ្នកធ្វើម៉ែឯងសម្រាកសិនទៅចៅសម្លាញ់កុំយំមកញ៉ាំនំកុំកំរើកកូនចង់ញ៉ាំអីខ្ញុំនឹងឲ្យងាកក្រោយបាត់របស់ទៀតហើយនិយាយមិនស្ដាប់សោះតាមពិតគេការពីខ្ញុំគឺមានអារម្មណ៍បែបនេះសោះពីមុនខ្ញុំលួចយករបស់គេគិតថាគ្មានបញ្ហាអីទេតែការពិតបញ្ជាក់ថាខ្ញុំខុសហើយនេះគឺខ្ញុំធ្វើខ្លួនឯងទទួលខ្លួនឯងមើលគាត់ធ្វើរឿងល្អចុះឥឡូវធ្វើខ្លួនឯងទទួលកម្មទៅត្រូវហើយរឿងខ្លួនឯងធ្វើខ្លួនឯងទទួលម៉ែថ្ងៃក្រោយម៉ែឯងកុំចេញក្រៅទៀតខ្មាស់គេណាស់ម៉ែមិនបានចេញទៅណាទេមិនចេញទៅណាល្អបំផុតម៉ែឯងចេញទៅក្រៅឲ្យតែគេសួរម៉ែឯងឆ្លើយថាម៉េចថាទៅជួយគេនៅទីក្រុងតែលួចរបស់គេត្រូវគេដេញមកវិញតាជួងម៉ែដឹងខុសហើយដឹងខុសមានប្រយោជន៍អីគេគ្រាន់តែនិយាយពីផ្ទះយើងគេគិតថាម៉ែឯងលួចរបស់គេម៉ែឯងនិយាយមួយម៉ាត់ថាដឹងខុសរឿងនេះវាចប់ហើយមែនទេម៉ែឯងមួយជីវិតនេះពូកែយកមុខយកមាត់ញាតិសន្តានណាស់ឥឡូវល្អហើយសាច់ញាតិក៏គ្មានមុខមាត់ក៏គ្មានចំណេញក៏មិនបានម៉ែឯងចង់បានអីសុទ្ធតែកំហុសម៉ែនឹងរកវិធីបើនៅស្រុកកំណើតទៅជាបែបនេះហើយគួរតែរកវិធីផ្សះផ្សាទំនាក់ទំនងជាមួយវ៉ាន់ឈីងវិញឲ្យតែខាងវ៉ាន់ឈីងធូរស្រាលបន្តិចទោះមិនស្និទ្ធស្នាលក៏ប្រសើរជាងឥឡូវដែលកាប់ដាច់ទាំងសងខាងដែរគ្រួសារវ៉ាន់ឈីងលក្ខខណ្ឌល្អម្លេះច្បាស់ជាមិនធ្វើរឿងដាច់អាឡ័យពេកទេវ៉ាន់ឈីងអ៊ំដឹងខុសហើយយើងកាត់សាច់នៅជាប់សរសៃអ៊ំគ្រាន់តែមកទទួលកំហុសសុំឲ្យក្មួយអភ័យទោសអ្នកមីងមកធ្វើអីទៀតអ៊ំមកមើលបងស្រីជីដូនមួយហើយក៏មកសុំទោសវ៉ាន់ឈីងដែរអ្នកមីងចាំសិនខ្ញុំទេទៅសួរគាត់សិនអ្នកនាងលីនសាច់ញាតិឆ្ងាយរបស់អ្នកនាងមកទៀតហើយមិនជួបទេឲ្យគាត់ទៅវិញទៅគេមិនជួបអ្នកមីងទេអ្នកមីងទៅវិញទៅគេមិនជួបខ្ញុំនឹងចាំនៅទីនេះកុំមកបិទទ្វារខ្ញុំជាយាយចាស់ម្នាក់មកពីឆ្ងាយមកសុំទោសពិតមែនតែនាងសំបីតែមុខខ្ញុំក៏មិនព្រមជួបផងតើឲ្យខ្ញុំធ្វើម៉េចទៅខ្ញុំនឹងរងចាំនៅទីនេះមិនជួបទេឲ្យគាត់ទៅវិញទៅមកទៀតហើយលើកនេះឆ្លាតជាងមុនមិនលោឡាទេបែរជាមកអង្គុយធ្វើគួរឲ្យអាណិតនៅមុខទ្វារតោះខ្ញុំកំដរអូនចុះទៅវ៉ាន់ឈីងអ៊ំថ្ងៃនេះមិនមែនមករករឿងទេគឺគ្រាន់តែចង់មកមើលម្ដាយឯងហើយក៏ចង់និយាយពាក្យសុំទោសឯងដែរយករបស់ទាំងនេះទៅវិញទៅសុទ្ធតែជារបស់យកមកពីស្រុកកំណើតមិនមានតម្លៃអីទេគ្រាន់តែជាទឹកចិត្តតើពីមុនម្ដាយឯងមិនចូលចិត្តញ៉ាំរបស់ទាំងនេះទេអីស្ដាប់មិនយល់ទេអីសៀវចិនតាំងពីអ៊ំត្រឡប់ទៅវិញអ៊ំដេកមិនលក់រាល់ថ្ងៃគិតកាន់តែច្រើនកាន់តែស្ដាយក្រោយថ្ងៃនេះអ៊ំមកគឺចង់សុំទោសចង់សម្របសម្រួលជាមួយក្មួយសម្របសម្រួលអ៊ំលួចរបស់ផ្ទះខ្ញុំដោះខ្សែកូនស្រីខ្ញុំបំផ្លាញកេរ្តិ៍ឈ្មោះខ្ញុំនាំកូនប្រុសមករករឿងដល់ផ្ទះត្រឡប់ទៅស្រុកកំណើតវិញនៅតែបន្តនិយាយដាំខ្ញុំឥឡូវអ៊ំរត់មកប្រាប់ខ្ញុំថាសម្របសម្រួលអ៊ំដឹងថាឯងខឹងអ៊ំតែពួកយើងនៅតែជាសាច់ញាតិទោះយ៉ាងណាអ៊ំក៏ជាអ៊ំរបស់ឯងមិនអាចមិនរាប់អានអ៊ំមួយជីវិតនោះទេមែនទេមានរឿងអីនិយាយត្រង់មកតើអ៊ំមកធ្វើអីឲ្យប្រាកដក៏គ្មានរឿងធំដុំអីដែរគឺប្រពន្ធប្អូនជីដូនមួយឯងថ្មីនេះចង់រកការងារស្រាវធ្វើឯងស្គាល់គេច្រើនជួយណែនាំបន្តិចទៅហើយនៅមានចៅប្រុសអ៊ំឆ្នាំក្រោយក៏ត្រូវចូលរៀនដែរសាលានៅទីក្រុងលក្ខខណ្ឌល្អបើឯងអាចជួយសួរនាំគិតបានល្អមែនអ៊ំក៏មិនមែនឲ្យឯងជួយទេដែរបើទំនាក់ទំនងពួកយើងអាចធូរស្រាលថ្ងៃក្រោយ
គ្រប់គ្រាន់ហើយថ្ងៃនេះអ៊ំយួរអីវ៉ាន់ពីថងនេះមកមិនមែនមកសុំទោសទេគឺមកសាកល្បងមើលថាតើអាចកេងចំណេញពីខ្ញុំបានទៀតឬអត់អ៊ំមិនមានទេអ៊ំមានមនុស្សដូចអ៊ំមិនដែលដឹងខុសទើបអន់ក្បាលទេអ៊ំគ្រាន់តែដឹងថារករឿងលេងបានទើបចង់បដូរវិធីបន្តចូលមកចិត្តចាប់ពីពេលដែលអ៊ំលួចរបស់ផ្ទះខ្ញុំមករវាងពួកយើងគឺគ្មានសាច់ញាតិទៀតទេថ្ងៃក្រោយចៅអ៊ំចូលរៀនឬក៏ផ្ទះខ្វះលុយសុទ្ធតែគ្មានពាក់ព័ន្ធនឹងខ្ញុំសំបីបន្តិចបើអ៊ំនៅតែកាន់អីវ៉ាន់មកដល់ផ្ទះម្ដងទៀតខ្ញុំនឹងឲ្យសន្តិសុខប្តឹងប៉ូលីសតែម្ដងបើអ៊ំបំផ្លាញកេរ្តិ៍ឈ្មោះខ្ញុំនៅខាងក្រៅមួយម៉ាត់កាមេរ៉ាសុវត្ថិភាពនិងសម្លេងថតនៅក្នុងដៃខ្ញុំនឹងមិនត្រឹមតែចែកចាយក្នុងគ្រប់សាច់ញាតិទេវ៉ាន់ឈីងអ៊ំស្ដាប់យល់ហើយក៏ទៅកុំបង្ខំឲ្យខ្ញុំប្តឹងប៉ូលីសឥឡូវនេះខ្មាស់គេណាស់លើកនេះវ៉ាន់ឈីងគឺកាត់ផ្ដាច់ជាមួយខ្ញុំដាច់ស្រឡះហើយពីមុនខ្ញុំតែងតែគិតថារវាងសាច់ញាតិអាចទ្រាំបានក៏ទ្រាំទៅឥឡូវនេះទើបតែដឹងថាមនុស្សខ្លះមិនមែនយើងចេះតែទ្រាំគេនឹងឈប់នោះទេយើងកាន់តែទ្រាំគេកាន់តែគិតថាយើងងាយនឹងរំលោភបំពានដូច្នេះថ្ងៃក្រោយមិនបាច់ទ្រាំទៀតទេទ្វារបិទហើយបើគាត់មកទៀតសន្តិសុខនឹងខាត់បើគាត់នៅតែរករឿងយើងនឹងប្តឹងប៉ូលីសចុះបើគាត់ទេទៅអ្នកស្រុកកំណើតហើយនិយាយផ្ដេសផ្ដាសទៀតនោះម៉ាក់មិនបានមើលគ្រប់ទេអីឥឡូវអ្នកស្រុកកំណើតមានអ្នកណាជឿគាត់ទៀតវីដេអូក៏មានសម្លេងគាត់សារភាពកំហុសក៏មានបើគាត់នៅតែនិយាយទៀតគេមានតែគិតថាគាត់មកក្រាស់នឹងហើយលើកនេះសំណាងហើយដែលកូនទុកកាមេរ៉ាសុវត្ថិភាពបើមិនអញ្ចឹងទេគ្រួសារយើងច្បាស់ជាលៀងខ្លួនមិនជ្រះទេមិនមែនរឿងកាមេរ៉ាសុវត្ថិភាពទេគឺមកពីមុនយើងទុកចិត្តសាច់ញាតិពេកតែងតែគិតថាសាច់ញាតិជាមនុស្សខ្លួនឯងមិនធ្វើបាបយើងទេតែតាមពិតអ្នកដែលធ្វើបាបយើងខ្លាំងបំផុតច្រើនតែជាមនុស្សទាំងនោះម៉ាក់លោកយាយអាក្រក់ថ្ងៃក្រោយនឹងមកទៀតទេមិនមកទេមកក៏ចូលមិនរួចដែរអឹមមិនបើកទ្វារឲ្យគាត់ទេជីវិតកាន់តែប្រសើរឡើងមានគ្រួសារនៅក្បែរមនុស្សនិងរឿងរ៉ាវទាំងនោះទីបំផុតត្រូវបានរារាំងនៅក្រៅទ្វារក្រោយរឿងនេះខ្ញុំក៏កាន់តែច្បាស់ដែរភាពសប្បុរសអាចមានចិត្តទន់មិនចាំបាច់មានទេមនោសញ្ចេតនាគ្រួសារអាចទទួលស្គាល់តែព្រំដែនមិនអាចបាត់បង់ឡើយទ្វារត្រូវទុកសម្រាប់អ្នកដែលស័ក្តិសមគិតអីហ្នឹងគ្មានអីទេគ្រាន់តែគិតថាជីវិតបែបនេះល្អណាស់គឺល្អមែនម៉ាក់មើលខ្ញុំគូអីគេអឹមគូអីគេហ្នឹងមិនក៏គ្មានលោកយាយនៅក្នុងបន្ទប់ខាងក្រៅរងាក្មេងនេះកាត់តាមអូនរឿងរ៉ាវស្មុគស្មាញទាំងនោះកន្លងផុតទៅក៏ឲ្យវាផុតទៅចុះជីវិតនៅតែត្រូវដើរទៅមុខហើយខ្ញុំក៏បានរៀនពីរបៀបបិទទ្វារឲ្យបានល្អហើយ